អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃពន្ធនាគារដោយសារបញ្ហាសុខភាពយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA បានឲ្យដឹងថានៅថ្ងៃទី15ខែកញ្ញាឆ្នាំ2025មន្ត្រីមន្ទីរកែប្រែបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាអតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ឃុំគឺលោកថាក់ស៊ីនស៊ីណាវ៉ាត្រាត្រូវបានបញ្ជូនទៅកាន់ផ្នែកវេជ្ជសាស្ត្រនៃពន្ធនាគារដោយសារតែអាយុរបស់លោកនិងបញ្ហាសុខភាពរ៉ាំរ៉ៃកាលពីសប្តាហ៍មុនតុលាការកំពូលរបស់ប្រទេសថៃបានបញ្ជាឲ្យលោកថាក់ស៊ីនដែលមានវ័យ76ឆ្នាំជាប់ពន្ធនាគាររយៈពេល1ឆ្នាំបន្ទាប់ពីតុលាការបានសម្រេចថាលោកបានអនុវត្តទោសកាលពីឆ្នាំ2023មិនត្រឹមត្រូវដោយស្នាក់នៅក្នុងបន្ទប់មន្ទីរពេទ្យជំនួសឲ្យមន្ទីរឃុំឃាំងមន្ត្រីជាន់ខ្ពស់ម្នាក់នៃមន្ទីរកែប្រែដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថាលោកថាក់ស៊ីនបានផ្លាស់ប្ដូរទីតាំងទៅស្នាក់នៅផ្នែកវេជ្ជសាស្ត្រដោយសារតែអាយុនិងស្ថានភាពសុខភាពរបស់លោកដែលមានភាពជំងឺរ៉ាំរ៉ៃជាមួយគ្នានោះអតីតនាយករដ្ឋមន្ត្រីលោកស្រីផែថងថានរួមជាមួយម្ដាយនិងបងស្រីរបស់គាត់គឺជាក្រុមដំបូងដែលបានទៅសួរសុខទុក្ខលោកថាក់ស៊ីនកាលពីថ្ងៃច័ន្ទបន្ទាប់ពីការសួរសុខទុក្ខរយៈពេល30នាទីលោកស្រីផែថងថានបានប្រាប់អ្នកសារព័ត៌មាននិងក្រុមអ្នកគាំទ្រលោកថាក់ស៊ីននៅខាងក្រៅពន្ធនាគារថាសុខភាពរបស់លោកថាក់ស៊ីនគឺល្អលោកមានបញ្ហាសម្ពាធឈាមប៉ុន្តែជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នាដែលស្នាក់នៅក្នុងពន្ធនាគារដែលមានភាពតានតឹងលោកវិនយ៉ាតឆាតមន្ត្រីមេធាវីរបស់លោកថាក់ស៊ីនបាននិយាយថាមិនទាន់ដល់ពេលសម្រាប់លោកក្នុងការដាក់ពាក្យស្នើសុំឲ្យលោកថាក់ស៊ីនអនុវត្តទោសនៅក្រៅពន្ធនាគារនោះទេលោកបានប្រាប់អ្នកសារព័ត៌មានថាត្រូវតែមានរយៈពេលនៃការជាប់ឃុំនៅក្នុងពន្ធនាគារយោងតាមបទបញ្ញត្តិមុនពេលដែលអាចយកមកពិចារណាបានលោកបាននិយាយថាលោកថាក់ស៊ីនមិនបានស្វែងរកការព្យាបាលពិសេសណាមួយទេរួមទាំងការរៀបចំសន្តិសុខហើយគ្មានបន្ទប់ពិសេសនៅក្នុងពន្ធនាគារនោះដែរ